I'm gonna close my body. បាទសូមជម្រាបសួរប្រិយមិត្តអ្នកស្ដាប់វិទ្យុព្រៃស្ដុក FM 2003 MHz ផ្សាយចេញពីក្បែរជើងខោក្នុងកម្រិត1ខំកន្លះអង្តែនមួយទឹកផ្សាយជុំវិញគល់អង្តែនជាទីគោរពរាប់អានកម្មវិធីដោះស្រាយវិបត្តិស្នេហ៍បានវិលមកជួបប្រិយមិត្តសាជាថ្មីដោយសមម្ដងហើយកម្មវិធីនេះបានទទួលការឧបត្ថម្ភពីវិទ្យាស្ថានសេដ្ឋសាស្ត្រនិងតណ្ហាសាស្ត្រនៃទីក្រុងឡុងពេជ្របាទហើយសម្រាប់វាគ្មិនដែលជួយបកស្រាយគឺលោកគ្រូមហាបរិញ្ញាសៀកុកហើយខ្ញុំជាអ្នកសម្របសម្រួលកម្មវិធីគឺឈ្មោះវណ្ណៈបាទហើយប្រិមិត្តអាចចូលរួមតាមរយៈទូរស័ព្ទលេខ012កតិបកមុំកញ្ចាស់ហើយនឹងផែអាត់ហើយនឹង015ក្រេ4ហើយនឹងផែ7បាទនេះយើងមានប្រិមិត្តចូលរួមហើយសូមអនុញ្ញាតស្វាគមន៍ហៅឡូជំរាបសួរហៅឡូជំរាបសួរបាទសូមស្គាល់ឈ្មោះផងឈ្មោះវណ្ដាមកពីខាងណាមកពីភ្នំពេញបាទហើយរាត្រីនេះមានវិបត្តិអីដែរដើម្បីឲ្យលោកសៀកុកជួយដោះស្រាយបាទមានធំប៉ុណ្ណាបាទនេះមានវិបត្តិសោចស្ញាញ់ទៀតលោកសៀកុកឯងគិតមើលណាបាទយ៉ាងម៉េចដែរបងអូនមានវិបត្តិអីដែរឬក៏មានបញ្ហាអីដែរអាចនិយាយមកក្នុងកម្មវិធីយើងហើយយើងនឹងរកវិធីដើម្បីជួយផ្ដល់ជាយោបល់ដល់បងអូនបាទកុំភ័យខ្លាចអីណាវណ្ដាវិបត្តិរបស់ខ្ញុំសូមនិយាយណាបាទសូមអញ្ជើញគឺខ្ញុំបានស្រឡាញ់គេម្នាក់ហើយតបមកទៅពួកយើងបានស្គាល់គ្នាឲ្យបានស្រឡាញ់មានណាស្រឡាញ់ស្គាល់គ្នាទេណែលោកសុគីទេបាទបើបច្រាស់ក៏បច្រាស់ទៅបាទច្រាស់ក៏ច្រាស់ហើយជាវណ្ដាចូលចិត្តបច្រាស់ហើយយ៉ាងបាទ4ចាហ្នឹងមិនគេរត់ចោលអូបច្រាស់មិនគេរត់ចោលទេបាទឥឡូវសូមបន្តបញ្ហារបស់បងអូនតទៅទៀតដើម្បីជាសមត្ថកម្មដើម្បីខ្ញុំអាចសន្និដ្ឋានបាទមានឱកាសឲ្យយើងនិយាយទៅគាត់គឺជាសាស្ត្រាចារ្យផងបាទសូមអញ្ជើញហ្នឹងហើយពួកយើងគឺជួបគ្នាដែលចែកដនគឺរៀនមួយគ្នាបាទហើយមុនដំបូងខ្ញុំអត់ចាប់អារម្មណ៍ទេគេជាអ្នកចាប់ផ្ដើមមុនគេចាប់ផ្ដើមមិនដែរបាទប្រាប់ឲ្យច្បាស់គេចាប់ផ្ដើមតាក់តងចិត្តស្និទ្ធអីមួយយើងអីចឹងណាបាទមានដែរបានថើបមកសើតអីអត់ផងបាទហើយពេលនោះខ្ញុំសុំទោសលោកអណៈសំកាត់បន្តិចពេលនោះថ្នាក់ទីប្រមាណដែរឬក៏រៀននៅមហាវិទ្យាល័យបាទមហាវិទ្យាល័យបាទអញ្ជើញបន្តដំណើររឿងរបស់បងអូនតទៅទៀតស្អីទៅជាបញ្ហាបាទស្អីជាបញ្ហាបាទសូមជួយបញ្ហាគេរត់ចោលមិនបានធ្វើអីបានដឹងថាគេរត់ចោលគេឈប់តាក់តងមកយើងបាទសុំសួរបន្តទៅទៀតបាទបកក្រោយមកវិញបន្តិចថាពេលវេលាប្រហែលឆ្នាំដែរដែលអ្នកទាំងពីរស្គាល់គ្នារាប់អានគ្នាហើយបានសាងអនុស្សាវរីយ៍អីខ្លះបាទ6 ខែហើយយើងបានសាងអនុស្សាវរីយ៍អីខ្លះដែរតែញ៉ាំអីមួយគ្នាប៉ុណ្ណឹងប៉ុន្តែយ៉ាងណាមិនបានធ្វើឲ្យជ្រួសខុសនឹងប្រពៃណីទេមែនទេចុះបើគេមិនបានថើមកខ្សើផងលោកសុគាគិតមើលខ្ញុំឆ្ងល់អាប្រុសហ្នឹងគួតចេញមកបាទគិតចឹងអត់អញ្ចឹងអ្វីដែលប្អូនឲ្យចង់ឲ្យកម្មវិធីយើងជួយបាទខ្ញុំក៏ចង់ដឹងថាហេតុអីក៏មនុស្សប្រុសចូលចិត្តអញ្ចឹងបាទហើយចូលចិត្តចាប់ផ្ដើមហើយជាអ្នកបញ្ចប់ហើយអត់ប្រាប់ពីហេតុផលទេអូបាទគ្មានហេតុផលទេបាទហើយប្អូនវិញមានអារម្មណ៍បែបណាដែរនៅពេលដែលគេបែកចោលយើងមានការឈឺចាប់ឬក៏ចង់ឲ្យគេត្រឡប់មកវិញឬក៏យ៉ាងម៉េចបាទអត់ចង់ត្រឡប់ទេអត់ចង់គេត្រឡប់ទេបាទខ្ញុំក្តោបបានបញ្ហារបស់ប្អូនហើយខ្ញុំសូមធ្វើជាបទអន្តរាគមន៍ក៏ដូចជាផ្ដល់ជាគំនិតយោបល់មួយចំនួនដល់ប្អូនដូចតទៅនេះបាទចំពោះប្រុសម្នាក់នេះខ្ញុំគិតថាជាប្រុសដែលមិនមានការទទួលខុសត្រូវទេដូច្នេះហើយប្អូនមិនគួរគប្បីនឹងទលងស្រឡាញ់ទេបាទបើនិយាយទៅប្រុសនេះដូចជាឈួតទៅហ្មងបាទខ្ញុំក៏គិតចឹងដែរលោកសុគាអាមួយនឹងឈ្មោះអីដែរប្រុសហ្នឹងមានចាំឈ្មោះវាអត់បាទមានបាត់អីបាទភ្លេចបាត់ហើយបាទវាមិនណាស្រឡាញ់ខ្ញុំអត់ស្គាល់ឈ្មោះនេះមិនទេលោកសុគាបាទបើនិយាយពីប្រុសម្នាក់ហ្នឹងគឺថាដូចឈួតចឹងបាទខ្ញុំក៏គិតថាដូចឈួតដែរតែគាត់បើជួបស្រីស្អាតប៉ុណ្ណឹងហើយបោកមិនបានខ្លួនហើយវាទៅបាត់ខ្ញុំស្ដាយមែនទែនខ្ញុំក៏គិតអញ្ចឹងដែរហើយប្រុសនេះបានថើមកខ្សើប្រុសនេះមិនឆ្លាតទេដូច្នេះហើយប្អូនស្រីគួរគប្បីកុំសំណោះឡើយព្រោះថាបើវាឆ្លាតវាបោកបានខ្លួនយើងទៅហើយប៉ុន្តែម្នាក់នេះមិនឆ្លាតតទៅសោះហើយប្អូនយកមកធ្វើជាគូអនាគតប្អូនរំពឹងអី
បើការងារអីណានឹងគ្មានបានតិចផងបាទ6ខែគ្មានដឹងខ្យល់អីសោះអញ្ចឹងរកស៊ីចំនួនជួញដូរធំយើងធ្វើយ៉ាងម៉េចកើតហើយធ្វើជាមេគ្រួសារយ៉ាងម៉េចកើតណាអញ្ចឹងបងមានអ្វីដែលបងចង់ជូនប្អូនគឺជូនប៉ុណ្ណឹងហើយប្អូនមានសំណួរអីទៀតបាទមិនដែរបានដែរសំណួរខ្ញុំចង់ក្រោយទទួលបានទេពីការបកស្រាយរបស់លោកសៀកុកបាទខ្ញុំគិតថាចេះលោកសៀកុកបាទប្រុសហ្នឹងមិនដឹងជាកើតនៅមកហ្នឹងខួរក្បាលប្រហែលខាំនេះដូចភ្លឺដូចលោកសុគាថាអញ្ចឹងណាបាទឈួតទៅហ្មងយើងនិយាយថាឈួតទៅហ្មងសូមអធិស្ឋានបាទប្រិយមិត្តអ្នកស្ដាប់បាទខ្ញុំថាឲ្យប្រុសម្នាក់ហ្នឹងណាបាទដឹងអាប្រុសនឹងឈ្មោះទៀតហើយនាងក៏ភ្លេចទៀតវណ្ដាមិនចាំឈ្មោះអត់ចាំទេប៉ុន្តែចង់អត់ចាំទេរនឹកយ៉ាងណាក៏មិនឃើញដែរណាខាងលោកវិញតែធ្លាប់បើនិយាយអញ្ចឹងលោកថាគេភ្លើមែនទេបាទអញ្ចឹងจากខាងលោកវិញបានន័យថាឆ្លាតចឹងបានន័យថាបោកស្រីបាននេះហើយបាទជាទូទៅខ្ញុំជាមនុស្សឆ្លាតបើសិនជាខ្ញុំបោកគឺមិនតិចជាង1000នាក់ទេប៉ុន្តែខ្ញុំមិនដើរបោកអ្នកណាសោះព្រោះខ្ញុំគិតថាកូនគេកូនយើងណាកូនគេកូនឯងបាទកូនគេកើតស្រែងកូនឯងកើតលមាស់ប៉ុន្តែបើសិនជាគេបដោយបាទអាហ្នឹងជារឿងមួយផ្សេងបាទការកាន់សិលគឺជារឿងមួយផ្សេងប៉ុន្តែយ៉ាងណាក៏ដោយយើងកើតមកជាមនុស្សត្រូវតែចេះប្រើប្រាស់ជីវិតរបស់យើងឲ្យមានន័យព្រោះថាឆាកជីវិតរបស់មនុស្សយើងខ្លីណាស់បាទក្រោយើងអាយុ30ពាក់កណ្ដាល60ឥឡូវនេះតាម60អីហ្នឹងចូលចាស់ជរាហើយឬក៏អាយុថាចាស់បំផុតហ្នឹងមិនបានដល់100ដូចចាស់ពីដើមទេដូច្នេះហើយយើងត្រូវយកជីវិតយើងឲ្យជួបនឹងរឿងសប្បាយធ្វើអ្វីដែលមានប្រយោជន៍កុំឲ្យប្រឡាក់ប្រឡូកនឹងរឿងដែលអត់បានការរឿងដែលអពមង្គលនិងជាពិសេសដកខ្លួនចេញឲ្យឆ្ងាយពីបរោះដែលធ្វើឲ្យខូចពូជបរោះគេនៅក្នុងលោកដោយដែលបងអូនបាននិយាយអំបញ្ញមិញអញ្ចឹងបាទខ្ញុំសូមជូនប៉ុណ្ណឹងណាដោយសារអរគុណបណ្ដាបាទជំរាបលាហើយសង្ឃឹមថាបណ្ដានឹងជួបអាប្រុសណាឆ្លាតជាងអាប្រុសនេះទៀតបាទជំរាបលាបាទបាទអរគុណលោកសៀកុកបាទសូមជម្រាបដល់ប្រិយមិត្តអ្នកស្ដាប់ផងនេះគឺជាកម្មវិធីដោះស្រាយវិបត្តិស្នេហ៍ដែលទទួលការឧបត្ថម្ភទាំងស្រុងពីមហាវិទ្យាល័យសេដ្ឋសាស្ត្រនិងតណ្ហាសាស្ត្រនៃទីក្រុងឡុងពេជ្រឥឡូវនេះយើងបន្តជួបប្រិយមិត្តមួយខ្សែទៀតមកពីខាងប្រព័ន្ធ012ហៅជំរាបសួរសូមនិយាយលឺតិចបាទប្រិយមិត្តថ្ងៃនេះខ្ញុំស្អកកឈឺចិត្តពេកយំឡើងស្អកកអស់អូអាណិតណាស់ហើយឈ្មោះអីដែរខ្ញុំឈ្មោះបូផាបាទឈ្មោះបូផាហើយបូផាមកពីខាងណានៅចិត្តហ្នឹងឯងនៅចិត្តហ្នឹងឯងទេមជ័យនៅចិត្តទេមានជ័យងាប់ហើយមានវិបត្តិអីដែរថ្ងៃនេះបានជួបជាមួយនឹងលោកគ្រូសៀកុកបាទគាត់នឹងគឺជាសាស្ត្រាចារ្យមហាបរិញ្ញានៃវិទ្យាល័យសេដ្ឋសាស្ត្រហើយនិងតណ្ហាសាស្ត្របាទសូមអញ្ជើញបងសូមគោរពលោកបាទជំរាបសួរបងអូនបាទបងអូនឈ្មោះអីដែរបូផាបាទបូផាលោកសុគាបាទអញ្ចឹងសូមបងអូនលើកឡើងនៅបញ្ហាដែលបងអូនចង់ឲ្យកម្មវិធីយើងជួយបងអូនណាចាខ្ញុំឆ្ងល់ដែរខ្ញុំហ្នឹងឥឡូវអាយុខ្ទង់ចិត្ត30ហើយប៉ុន្តែចិត្ត30ហើយមិត្តប្រុសម្នាក់មិនបានសោះបាទមិត្តប្រុសមូលហេតុអីបាទមិត្តប្រុសចង់និយាយថាមិត្តប្រុសរាប់អានគ្នាធម្មតាឬក៏មិត្តប្រុសក្នុងន័យស្នេហា sweet heart អីចឹងបងអូន sweet heart sweet ចង់ជូរហាតដើម្បីក៏បានឲ្យតែបានតែរមួយគ្មានសោះបាទហើយខំប្រឹងណាស់ដែរឬក៏យ៉ាងម៉េចបាទខ្ញុំថាខ្ញុំស្អាតដែរបាទបើខំប្រឹងស្វះស្វែងរកណាស់ដែរឬក៏មិនបានប្រឹងប្រែងទេប្រឹងប្រែងធម្មតាទេដូចធ្វើល្មមដែរធម្មតាអូនត្រង់ហ្នឹងខ្ញុំមុននឹងឲ្យបងអូនបន្តនៅបញ្ហារបស់បងអូនតទៅទៀតខ្ញុំចង់លើកសុភាសិតមួយឬក៏ទស្សនៈមួយយកមកបង្ហាញបងអូនគេថាណែទម្រាំតែយើងចង់បានទម្រាំតែគេចង់បានផងនៅគង់មិនបានសម្រេចដោយបំណងចុះទម្រាំតែយើងដែលយើងមិនចង់បានហើយយើងធ្វើបង្ងើយកន្តាយតើសត្វមរឹកណាដែលភ្លើរត់មកចូលមាត់សឹងដែលកំពុងតែដេកលោកគិតថាខ្ញុំមិនសឹងនេះគឺជាឧទាហរណ៍គឺជាឧបមាណាអញ្ចឹងឧបមាថាប្អូនជាសឹងប្អូនត្រូវស្វះស្វែងរកមរឹកដូចជាបុផាស្វែងរកមិត្តប្រុសអញ្ចឹងដែរអញ្ចឹងតលតែប្អូននឹងរៀងបន្តិចដែរបាទដូច្នេះហើយបានមនុស្សប្រុសហ្នឹងគេដឹងបាទគេដឹងគេលោកសុគាជួយបកស្រាយប្រាប់ទៅបុផាផងថាហ្នឹងបុផាលើអត់សូវយល់បាទយើងហាច់បាទយើងរៀងហាច់តិចទៅដើម្បីដូចថារៀងហេដាក់គេបន្តិចទៅណាបាទហេនឹងថាយើងឲ្យដៃណាឲ្យដៃមិនទៅឲ្យខ្លួនហ្នឹងបាទយើងផ្ដាល់ទឹកមុខអញញឹមញែមកេះមុខកេះក្រោយអញ្ចឹងទៅដើម្បីឲ្យគេដឹងថាយើងហ្នឹងយើងមើលចេះឥឡូវខ្ញុំអាចជួយជាយោបល់ខ្លះបាទលោកសុគានៅពេលដែលបុផាឃើញប្រុសចឹងបុផាតែងបង្ហាញអាកប្បកិរិយាយ៉ាងម៉េចនៅពេលដែលឃើញប្រុសដែលបុផាចាប់អារម្មណ៍បាទ
ដូចជា ទុនភ្លុនឬក៏អត់និយាយរកគេអីអញ្ចឹងនៅអំអៀនបាទគឺបុផាធ្វើអំអៀនណាលោកសុគាអាចជួយយ៉ាងម៉េចបានបាទពេលខ្លះអៀនបង្កប់ន័យពេលខ្លះអៀនយកតែមែនតែនបាទអៀនគេហៅថាអៀនខ្វាច់ណាអញ្ចឹងអៀនបែបហ្នឹងគ្មាននរណាហ៊ានចូលទេហ្នឹងថាអ្នកក្រមិនហ៊ានអ្នកមានមិនទៅណាពីមើលតែយើងនឹងដូចជាមិនចេះរីករាយរស់រាយរាក់ទាក់អីសោះក៏ពិបាកនឹងរាប់អានដែរអញ្ចឹងហើយគេត្រូវការញញឹមញញែមជួនកាលបងអូនធ្លាប់ជួបប្រទេសទេអ្នកខ្លះញញឹមសល់ណាញញឹមសល់សោះពីណាទៅសេពតែពេលងាកចេញទៅមានម្នាក់ទៀតងាកមកឃើញយើងញញឹមក៏ញញឹមតម្នាក់នេះខ្លាចអៀនក៏ញញឹមចេះបន្តញញឹមដាក់គ្នាក៏សុំរាប់អានគ្នាស្គាល់គ្នាឥឡូវការកូន5នៅក្បែរផ្ទះខ្ញុំរឿងដោយសារញញឹមសល់ហ្នឹងបាទអញ្ចឹងភាពញញឹមញញែមរបស់បងអូនបងទាញជាប្រយោជន៍មកវិញអាចជួយឲ្យបងអូនរកមិត្តប្រុសបានផងដែរបាទមានចម្ងល់អីទៀតទេឬក៏យើងគិតថានៅខ្វះអីដែលចង់ឲ្យលោកគ្រូសៀកុកបន្ថែមហើយខ្ញុំបន្ថែមបន្តិចទៀតបងអូនមិញបានជម្រាបប្រាប់កម្មវិធីយើងថាបងអូនអាយុប្រមាណហើយ33បាទបើនិយាយពីវ័យ30នេះវានិយាយទៅវាឡើងកញ្ចាស់ទៅហើយដូច្នេះហើយការដែលស្វែងរកមិត្តប្រុសតើយើងរៀងស្វែងបន្តិចបើមិនចឹងងាយទេបាទលោកសុគាខ្ញុំកាត់តិចវ័យ30ដូចជាបុកផាបើនិយាយទៅដូចឡើងខ្ទិះហ៎ហូរហើយបាទបើនិយាយទៅដល់កពីងវិញហ៎បើដូងណាបាទយ៉ាងម៉េចដែរបុកផាទទួលបានទេនៅយោបល់របស់វាគ្មិនយើងអញ្ចឹងបានន័យថាវាគ្មិនឲ្យខ្ញុំញញឹមអាចារ្យខ្ញុំគិតថាខ្ញុំញញឹមច្រើនដែរមានទៀតដូចឲ្យហាច់បន្តិចហាច់បាទយើងឆើលបន្តិចហើយយើងស្លៀកពាក់អីទៅតាមរបៀបថាគេបង្ហាញនៅសភាពអាសរបស់យើងណាបាទឲ្យគេបានដឹងបងមើលតែមន់គោកហេតុអីបានជាមន់គោកយើងមើលតែធម្មជាតិណាមន់គោកមិនក៏រូបរាងអីមានពណ៌ដូចល្ខោនហ៊ីដោយសារមន់គោកនឹងត្រូវការចែកចង់មេដូច្នេះត្រូវតុបតែងខ្លួនឲ្យបានស្អាតបើមិនចឹងទេគឺមេអត់ព្រមឲ្យជន់ទេអានេះជាមន់ប៉ុន្តែបើប្អូនវិញក៏មិនខុសគ្នាដែរគឺការតុបតែងខ្លួនភាពហាច់ហាលការបោកបឆោតអីហ្នឹងគឺត្រូវតែមានមន់គោកពេលខ្លះចឹកក្របគ្រួទម្លាក់ហើយមេមន់នោះនឹកស្មានថាជាចំណីហ៎ជាចំណីខំរត់ទៅមានណាញក់ណាលោកអាណាបាទនេះទៅដល់មន់គោកហ្នឹងគឺជន់មន់មេលឺញក់នេះញក់បាទនេះមិនរឿងធ្វើមន់ទេបាទគឺថានិយាយនេះឧបមាថាជាមន់បាទប៉ុន្តែបើឲ្យយើងវិញក៏ត្រូវតែមានល្បិចដែរក្នុងស្នេហាលបែងស្នេហាអ្នកណាដែលស្រឡាញ់គេអស់ 100% ពេកក៏មិនកើតដែរយើងត្រូវទុកភាគរយខ្លះដើម្បីស្រឡាញ់ខ្លួនយើងស្រឡាញ់ឪពុកម្ដាយបើមិនចឹងទេមានមនុស្សស្លាប់បន្តិចទេដោយសារវិបត្តិស្នេហាខូចចិត្តទៅពិភពលោកគ្មានអ្នកណាទេមានម្នាក់ហ្នឹងទេបាទដល់ពេលស្លាប់បាត់ទៅច្រើនឆ្នាំបានដឹងថាអូម្នាក់ហ្នឹងតាមពិតមិនស្មោះនឹងយើងអីប្រមាណផងហើយក៏មិនស្អាតអីប្រមាណផងហើយខ្ញុំទាញឧទាហរណ៍មួយទៀតដូចជារូបសម្បត្តិអញ្ចឹងដែរបងអូនជួនកាលប្រហែលជាបងអូនរើសពេកប៉ុន្តែតាក់ទងនឹងរូបសម្បត្តិបងអូនគ្មានអ្វីជាថិតថេរជាគង់វង្សទេយើងស្រឡាញ់គ្នាមែនណា10ឆ្នាំដំបូងយើងថាស្អាតមែនប៉ុន្តែ10ឆ្នាំក្រោយពីពេលការហើយមេឃភ្លៀងមេឃងឹតមេឃរកភ្លៀងហ្នឹងព្រោះហេតុអីប្រែប្រួលទាំងអស់មានតែចិត្តទេចិត្តស្រឡាញ់ទេដែលយើងអាចថាថែរក្សាវាបានមិនឲ្យប្រែប្រួលប៉ុន្តែរូបសម្បត្តិទោះបីណាឯងសខ្ចីចៃញញហើយដល់10ឆ្នាំក្រោយមកញញដែរប៉ុន្តែញញជ្រួញបាទវាអាចអញ្ចឹងណាបាទសូមជូនបងអូនប៉ុណ្ណឹងបាទយ៉ាងម៉េចដែរបុផាទទួលបានទេយោបល់របស់វាគ្មិនយើងតែខ្ញុំមាននេះមួយការតូចចិត្តមួយដែរដូចរូបរាងខ្ញុំអីស្អាតបាតប៉ុណ្ណឹងដែរតែនៅតែគេមិនមើលឃើញបាទអរគុណចេះខ្ញុំនិយាយដោយចំហតាមរលកអាកាសប្រសិនបើបុផាខ្វះគូស្នេហ៍មែនតែនបើមែនតែនទៅខ្ញុំស្រឡាញ់ខ្ញុំអត់ឥឡូវខ្ញុំសួរចេះបើសិនជាស្រឡាញ់ខ្ញុំបាទខ្ញុំអត់ប្រកាន់ទេលោកសុគាប៉ុន្តែលោកសុគាមកមើលមុខខ្ញុំសិនហើយបាទចាំថ្ងៃណាខ្ញុំជួបណាបើសិនជាយើងអាចសាងស្នេហាគ្នាបានឬក៏ចឹងលោកវណ្ណៈក៏បានដែរណាខ្ញុំទៅដែរបាទខ្ញុំទៅដែរទៅមើលបើសិនជាយើងអាចស្រឡាញ់គ្នាបានស្រឡាញ់គ្នាក៏មានតោះអីទេបាទអរគុណច្រើនណាអរគុណច្រើនបុផាវិទ្យុប្រៃស្ដុកមានកម្មវិធីគ្រប់គ្រឿងកុំភ្លេចស្ដាប់វើយបាទប្រិយមិត្តអ្នកស្ដាប់នេះគឺជាកម្មវិធីដោះស្រាយវិបត្តិស្នេហ៍ដែលផ្សាយចេញពីកម្មវិធីផ្សាយរបស់វិទ្យុព្រៃស្ដុក FM 2003 MHz ផ្សាយចេញពីក្បែរជើងខោកម្រិត1ខំកន្លះអង្តែនបន្ទឹកផ្សាយជុំវិញគល់អង្តែនហើយឥឡូវនេះយើងបន្តជួបប្រិយមិត្តបន្តទៀតបាទមិនដឹងថាប្រិយមិត្តបុរសឬក៏ប្រិយមិត្តនារីទេលោកសុគាលោកសៀកុកបាទខ្ញុំគិតថាប្រហែលជាបុរសហើយព្រោះនារី2នាក់ហើយបាទខ្ញុំក៏គិតចឹងដែរអញ្ចឹងឥឡូវសូមជំរាបសួរប្រិយមិត្តឡូជំរាបសួរធីកទាំងពីរបាទអូនារីទៀតហើយលោកសៀកុកបាទខ្ញុំវាគ្មិនទេបាទអូលោកសៀកុកគាត់វាគ្មិនឈ្មោះអីដែរកញ្ញាឬក៏អ្នកនាង
បាទញ៉ាំ Regen អូវ៉ាវ Regen បាទRegen មានគ្រួសារហើយឬក៏នៅលាវឥឡូវមានគ្រួសារហើយប្តីហ្នឹងហ៎ចាបាទហើយរាត្រីហ្នឹងមានវិបត្តិអីដែរចង់ឲ្យវិបត្តិធំណាស់លោកធីកអូបាទសូមអញ្ជើញប្រាប់តែម្ដងទៅដោយសារស្វាមីរបស់នាងខ្ញុំបានចាក់ចេញពីផ្ទះប្រហែលជាមួយខែហើយធីកមួយខែបាទចេញពីផ្ទះមួយខែហើយបញ្ហានៅយ៉ាងម៉េចទៀតបាទដោយសារគ្រួសាររស់នៅជាមួយគ្នាដោយមិនចោះសម្រងសោះលោកមិនចោះសម្រងយ៉ាងម៉េចបាទជួយប្រាប់លម្អិតតិចឲ្យសូមនិយាយលឺតិចបាទមិនចោះសម្រងហ្នឹងមកពីអីមកពីគាត់នឹងមិនឲ្យលុយយើងកាន់អញ្ចឹងបាទមានភាពបង្ើយកតើយ៉ាងម៉េចទៅណាអាចប្រាប់ឲ្យអស់មកណាបានវាគ្មិនយើងបកស្រាយបានរឿងផ្លូវកាយផ្លូវចិត្តផ្លូវភេទអីប្រាប់បានទាំងអស់សម្រាប់លោកសាស្ត្រាចារ្យគឺលោកគឺមានជំនាញគ្រប់តែម្ដងបាទសូមអញ្ជើញបាទរឿងនៅគ្រួសារមានបញ្ហាច្រើនដោយសារឆ្នាំនេះស្វាមីរបស់នាងខ្ញុំគាត់មានអាយុ20ឆ្នាំបាទហើយយើងវិញមានអាយុ52ឆ្នាំបាទបងគ្នាណាហើយការមួយគ្នាទៅតែបាន3ខែហើយឥឡូវមានផ្ទៃពោះ12ខែហើយបាទហើយគេទៅរត់ចោល2ខែហ្នឹងគឺបានបាទអរគុណច្រើនខ្ញុំមិនបន្ទោសឬក៏យ៉ាងម៉េចទេប៉ុន្តែខ្ញុំបានចាំនៅសុភាសិតមិនសុភាសិតទេកំណាព្យទូមានរបស់លោកភិរមភាសាអ៊ូហាងុយថាកុំយកប្តីប្អូនថោករិស័យខ្លួនរកស៊ីមិនធូរគេហៅឯងអ៊ំសំហៅគេពូច្រើនខ្ជិលមូលទូមេះម៉ោះនឹងលបែងច្រើនតែមើលងាយពេលស្ដីនិយាយហៅហងហៅឯងណាយើងខ្លួនយើងជាស្រីស្រដីឥតក្រែងយល់គេប្អូនឯងមើលងាយគេអញ្ចឹងណាបាទអញ្ចឹងខ្ញុំសូមបញ្ចប់កំណាព្យនេះប៉ុណ្ណឹងខ្ញុំងាកមកបញ្ហារបស់ប្អូនវិញបាទបងស្រីបាទបងស្រី Regen បងស្រី Regen ហាជាងហើយបាទហើយខ្ញុំនៅមិនដល់ប៉ុណ្ណឹងទេអញ្ចឹងបងស្រី Regen បាទលើករឿងរបស់បងមកបកស្រាយខ្ញុំមិនបន្ទោសទេបញ្ហានេះវាបានកន្លងផុតទៅហើយក៏មិនប្រកាសថាអ្នកណាដែលមានប្តីប្អូននឹងនេះទាំងអស់ដែរនេះដោយសារការចំណាំរបស់ដូនតាយើងជឿខ្លះមិនជឿខ្លះឲ្យតែសមហេតុសមផលបាទខ្ញុំគិតអញ្ចឹងដែរព្រោះខ្ញុំក៏ប្រពន្ធបងដែរបាទលោកសុធាឯងមកបានហើយបាទបាទអរគុណឲ្យខ្ញុំបន្តទៅទៀតបាទតកតងទៅនឹងបញ្ហាចែកផ្លូវគ្នាយើងសង្កេតឃើញបញ្ហាធំ2មូលហេតុបើខ្ញុំចង់និយាយពីមូលហេតុ2ដែលធ្វើឲ្យមនុស្ស2នាក់មិនចុះសម្រុងគ្នាទី1អាចមកពីខាងប្រុសទី2អាចមកពីខាងស្រីខ្ញុំចង់សួរប្អូនវិញថាប្អូនរាល់ថ្ងៃក្នុងនាមជាភរិយាបានធ្វើអ្វីខ្លះបងស្រីបាទគាត់ជាបងស្រីក្នុងនាមជាបងស្រីថាបានធ្វើអ្វីខ្លះជាអំពើល្អដើម្បីសាងសុភមង្គលនៅក្នុងគ្រួសារបាទខ្ញុំតែផ្ដល់លុយឲ្យគេចាយរាល់ខែតែឥឡូវគេចាក់ចេញទៅមិនដឹងធ្វើមិនហើយគេមកវិញចុះសម្ដីនិយាយស្ដីអីលួងលោមផ្អែមល្ហែមដាក់គ្នាទេតែដែលបង្កើតឲ្យមានពេលជួបមុខគ្នាតែនិយាយសម្ដីផ្អែមល្ហែមជាមួយគ្នាតែមិនដឹងមូលហេតុអីគេចាក់ចេញទៅចុះគេវិញគេដែរនិយាយផ្អែមល្ហែមទេពេលខ្លះគេប្រើពាក្យសម្ដីមើលទៅដូចពិបាកស្ដាប់ដែរបាទពិបាកស្ដាប់ដែរបាទខ្ញុំសូមជូនជាយោបល់ខ្លីបាទដល់ប្អូនគឺថាបើសិនជាគេទៅហើយនិយាយឲ្យខ្លីមកលោកអាណាបាទលេងចោលហ្មងណាមែនលេងចោលហ្មងហើយកូនប្រហែលកូនខ្វះអីពួកអាប្រុសកូនប្រហែលហើយបាទកូនលើកដំបូងអត់ទាន់កើតផងតែបាន12ខែបាទលេងចោលបាទចេះខ្ញុំសូមកាត់តិចបងស្រី Regen ទៅបញ្ហាសាច់អីយ៉ាងម៉េចដែរបាទក្មេងប្តីក្មេងរបស់បងស្រីបាទបងស្រីអាចប្រាប់មកអត់ពីព្រោះអីជួនកាលរឿងលើក្រែបងអត់អាចផ្ដល់ឲ្យគេបានគ្រប់គ្រាន់ក៏អាចថាជាបញ្ហាដែរតែបញ្ហាដែរបាទយ៉ាងម៉េចដែរបញ្ហាហ្នឹងដូចពិបាកនិយាយដែរគេត្រូវការច្រើនពេកឬក៏មកពីខាងយើងវិញចាដូចជាតម្រូវការខាងខ្ញុំច្រើនជាងមើលដែរបាទខាងយើងច្រើនជាងវិញបាទមិនថ្មីទេខ្ញុំគិតថាប្រុសក្មេងបើសិនជាតម្រូវការច្រើនអញ្ចឹងក៏ម្យ៉ាងដែរមិនអញ្ចឹងទេបាទណាបាទប៉ុន្តែបើសិនជាបើនិយាយទៅរឿងនេះបើនិយាយឲ្យខ្លីបើខ្ញុំសូមជូនតែមួយម៉ាត់ទេថាលេងចោលបាទលេងចោលហ្មងបាទលេងចោលហ្មងបង Regen លេងចោលហ្មងលេងបាទខ្វះអីប្រុសបាទតែធ្វើមិនទៅអត់តន់ចង់លេងព្រោះនៅស្រឡាញ់គេបាទត្រូវតែកាត់ចិត្តបាទគឺលេងហ្មងបាទ
កុំទៅរវល់បាទមិនខ្វះទេប្រុសយើងរកចំណាស់ដូចគ្នាបានយល់ចិត្តគ្នាបាទទៅយកប្តីអូនច្រើនជាងមើលចាត់ទុំចេះហ្មងលោកសាគាណាចាត់ទុំកាបោកវាយកកូនប្រើមួយមកចាត់បាសអញ្ចឹងបាទអញ្ចឹងឲ្យលោកវណ្ណៈគ្រប់គ្រងទេបើខ្ញុំនិយាយថាឲ្យលេងគ្រប់គ្រងលោកសាគាបាទអញ្ចឹងរីហ្គេនយ៉ាងម៉េចដែរចាបើវិធីកយល់អញ្ចឹងខ្ញុំលេងចោលហ្មងលេងចោលហ្នឹងបាទលេងបាទអរគុណច្រើនណាអរគុណច្រើនរីហ្គេនបាទជំរាបលាបាទលោកវណ្ណៈថ្ងៃនេះយើងបានជោគជ័យមួយហើយគឺថាប្រិមិត្តយើងបានសុខចិត្តតាមកម្មវិធីយើងគឺថាប្តីបែបហ្នឹងយកទៅអីបាទខ្ញុំគិតអញ្ចឹងដែរលោកសុគាបោកវាយកកូនប្រើទៅពួកអាហ្នឹងហ៎ប្រុសជួនកាលអញ្ចឹងធ្វើឯងហឺហាដល់ពេលដល់អស់ស្នួរបានរត់មករកដើមវិញបាទនេះខ្ញុំនិយាយក្នុងនាមខ្ញុំជាប្រុសដូចគ្នាបាទខ្ញុំក៏ប្រុសដែរខ្ញុំគ្រប់គ្រងលោកសុគា 100% ដែលអនុសាសន៍ឲ្យបងស្រីរីហ្គេនវិញលេងអាមួយចោលបើខ្ញុំបងស្រីរីហ្គេនវិញខ្ញុំលេងចោលតាំងកូនមួយខែអត់តែដឹងអញ្ចឹងគ្មានសំណោះទេបាទអរគុណឥឡូវលោកវណ្ណៈបាទបើកបាទឥឡូវខ្ញុំបើកទូរស័ព្ទបន្តទៀតសង្ឃឹមតែនឹងជួបប្រិមិត្តបុរសមិនដឹងថាបុរសឬស្ត្រីខ្ញុំក៏មើលមិនឃើញដែរថាអញ្ចឹងលោកសុគាបាទហៅឡូជំរាបសួរហៅឡូជំរាបសួរអូបាទសុគានារីទៀតហើយបងសុគាអើយបាទលោកសុគាសូមស្គាល់ឈ្មោះផងចាខ្ញុំឈ្មោះសាគីបាទសាគីមកពីខាងណាមកពីស្ទឹងត្រែងអើយមានគ្រួសារហើយឬក៏មិនទាន់ទេមានគ្រួសារហើយនៅបងអូនចិត្តមានហើយមានបាទឥឡូវបញ្ហាបងអូននៅត្រង់អីបាទសូមជឿនបាក់ពូអើយបាក់និយាយបាទបាក់យ៉ាងម៉េចបាទព្រោះបាក់ហ្នឹងហើយបានចូលរួមឲ្យកម្មវិធីយើងជួយបាក់ហ្នឹងហើយបានចង់ឲ្យនិយាយហ្នឹងបានជួយដោះស្រាយបានចាខ្ញុំឆ្ងល់ចេះថាចិត្តមនុស្សប្រុសណាសាវ៉ាហើយបើមនុស្សស្រីសាវ៉ាវិញហេតុអីជាកំហុសរបស់មនុស្សស្រីចង់សុំបញ្ជាក់បន្តិចមានន័យថាបើប្រុសសាវ៉ាគេដាក់កំហុសឲ្យប្រុសអត់ទៅមានកំហុសអញ្ចឹងហ៎ថាម៉េចអត់ទៅមានកំហុសអញ្ចឹងហ៎ថាបើសិនជាប្រុសចង់សម្រួលបងប្អូននឹងចង់និយាយថាបើសាវ៉ាជារឿងសាមញ្ញធម្មតាបាទតែថាប្រុសយក2យក3អញ្ចឹងជារឿងធម្មតាប៉ុន្តែបើស្ត្រីនឹងទៅរកក្រៅ1 2 3អីផ្សេងវិញជារឿងមិនធម្មតាអញ្ចឹងចង់និយាយណាចង់និយាយអញ្ចឹងបាទលោកវណ្ណៈយ៉ាងម៉េចបញ្ហានេះអញ្ចឹងយើងជាប្រុសដូចគ្នាយ៉ាងម៉េចដែរលោកសុគាបាទជួយគ្នាវើយបញ្ហានេះខ្ញុំគិតថារឿងធម្មតាបញ្ហាធម្មតាមែនសាគីអីគិតចឹងអត់បើខ្ញុំចង់និយាយពីរឿងអាកាត់បុរសនិងស្ត្រីលោកវណ្ណៈគិតមើលថាតើទាំងពីរភេទនេះមួយណាដែលប្រឈមមុខនឹងគ្រោះថ្នាក់ច្រើនជាងខ្ញុំសួរខ្ញុំមែនបាទលោកសុគាបាទសួរលោកវណ្ណៈខ្ញុំគិតថាអាចជាស្ត្រីហេតុអីបាទពីព្រោះអីស្ត្រីទីថាទុនខ្សោយអញ្ចឹងណាបាទអានេះជាកំណត់តខ្លួនរបស់ខ្ញុំទេខ្ញុំអត់ដឹងថាខុសត្រូវព្រោះអីខ្ញុំមិនមែនជាវាគ្មិនបាទចេញឈរមុខនៅពេលដែលជួនកាលទៅនាងទុនខ្សោយនៅពេលដើរយកប្រលប់អីអញ្ចឹងអាចត្រូវគេធ្វើបាបគេអីចឹងបើប្រុសដើរយកប្រលប់អីគឺមិនត្រូវបានគេធ្វើបាបអីចឹងមានតែធ្វើបាបគេវិញបាទគឺស្ត្រីភាគច្រើនចាំតែរងពើឯងបាទហើយអញ្ចឹងទៅយើងស្រីមកចង់ស្មើប្រុសមិនបាទនេះគឺជាលក្ខខណ្ឌធម្មជាតិមួយលោកវណ្ណៈកលេចមើលជុំវិញបញ្ហារបស់ស្ត្រីនិងបុរសឧទាហរណ៍ថាពេលដែលយើងនិយាយឲ្យខ្លីថាករណីរំលោភមួយចុះរំលោភបោកណាបាទបុរស10នាក់អាចរំលោភស្ត្រីបានម្នាក់សម្រាប់ទាំងអស់ទាំង10នាក់បុរសហ្នឹងណាបាទផ្ទុយទៅវិញបើស្ត្រី10នាក់ណាលោកវណ្ណៈស្ដាប់បានទេបាទខ្ញុំស្ដាប់បានចង់រំលោភបុរសម្នាក់វិញគឺលោកវណ្ណៈគិតថាអាចសម្រេចបានទាំង10នាក់ទេស្ត្រីអូខ្ញុំគិតថាអត់បានទេបាទពីព្រោះខ្ញុំគិតថាវាអាស្រ័យទៅលើកម្លាំងរបស់បុរសនឹងទៀតបាទប្រសិនបើបុរសនឹងត្រូវស្ត្រីចាប់រំលោភបាទនៅពេលដែលចាប់ទៅបុរសនឹងមានគេហៅថាមានអារម្មណ៍បាទមានអារម្មណ៍ដែរអាហ្នឹងខ្ញុំគិតថាអាចព្រោះអាចបានតែអ្នកដែលដំបងនឹងទៀតបាទអញ្ចឹង9អ្នកទៀតត្រូវនៅហេលហាលបាទអត់អាចបាននេះហើយជាបញ្ហាកត្តាធម្មជាតិដែលយើងមិនអាចប្រកែកបានណាលោកវណ្ណៈបាទប៉ុន្តែបើយើងនិយាយអំពីបេះដូងវិញណាឬចិត្តគំនិតវិញស្ត្រីក៏មានខួរក្បាលបុរសក៏មានខួរក្បាលដូចគ្នាដែរមិនចឹងទេបាទដូច្នេះហើយចេះឈឺចាប់ដូចគ្នាមិនមែនជាសំបីតែសត្វក៏ចេះឈឺចាប់ដែរនៅពេលដែលបែកបាក់ព្រាត់ប្រាសឬក៏គេធ្វើអីមិនស្មារភាពឬក៏មិនយុត្តិធម៌ដូច្នេះហើយខ្ញុំជឿថានៅក្នុងសង្គមមួយចំនួនទេដែលនៅតែគិតថាបុរសជាមាសទឹក10ស្ត្រីមាសទឹក8ណាជាគំនាបប្រពៃណីមួយឬក៏ជាទម្លាប់
នៅតំបន់ណាមួយណាជាពិសេសជាក់ស្ដែងនៅស្រុកយើងហ្នឹងថាបើសិនជាប្រុសទៅរអីណាក្រៅប្រពន្ធចុងប្រពន្ធដើមហ្នឹងអត់បញ្ហាទេប៉ុន្តែណាមិនមែនអត់បញ្ហាយើងគេចាត់ទុកថាអញ្ចឹងកាត់ទៅរឿងធម្មតាអញ្ចឹងរឿងធម្មតាបាទប៉ុន្តែនៅពេលដែលស្ត្រីហ៊ានតែមិនបាច់ទៅដល់ថាថ្នាក់ទៅរួមភេទទេគ្រាន់តែថាចាប់ដៃចាប់ជើងនឹងប្តីឃើញប្តីវាយបាត់ហើយមើលហ្នឹងគ្រាន់តែចង់រំមួយគេហ្នឹងក៏បានដែរបាទនេះគឺជារឿងអយុត្តិធម៌ដូច្នេះហើយខ្ញុំជឿថាអ្វីដែលជាចម្ងល់របស់ប្អូននឹងត្រូវបកស្រាយនៅក្នុងច្បាប់ឯកពន្ធភាពហើយព្រោះថាអូយចុះបើប្រុសចេញទៅរកក្រៅបានបើស្ត្រីចេញទៅរកក្រៅវិញតើអារម្មណ៍បែបម៉េចអញ្ចឹងឯងលោកវណ្ណៈបាទអញ្ចឹងដូច្នេះហើយបញ្ហានៅត្រង់ថាគឺបរោះណាចាប់ផ្ដើមកែទម្លាប់ពីឥឡូវទៅយើងមើលឃើញសង្គមខ្មែរយើងពីមុនដែលទស្សនៈនំមិនធំជាងនាលប្រុសទៅតដឹងស្រីណាបាទឥឡូវហ្នឹងពីមុនមកទៅបំរើអីចឹងឥឡូវកាត់បន្ថយហើយណាកាត់បន្ថយហើយអាការលួចលាក់ស្នេហាអីចឹងហ្នឹងក៏កាន់តែកាត់បន្ថយដែរព្រោះថាគេបើកចំហហើយគេឲ្យកូនចៅគេស្រឡាញ់គ្នាស្រឡាញ់ស្មោះមួយនឹងមួយបើនៅស្រុកគេលោកវណ្ណៈនៅស្រុកគេណាខ្ញុំមិននិយាយចំប្រទេសណាទេកាលណាយើងក្បត់ផាត់អីអញ្ចឹងកាលណាគេចាប់បានគឺខាងស្រីអាចប្តឹងប្តីនឹងយកទៅដាក់គុកបានបាទមូលហេតុនឹងហើយបានជាអឺរ៉ុបគេអត់ចង់រៀបការអូអញ្ចឹងមានន័យថាខ្ញុំគិតថាចង់ទៅនៅអឺរ៉ុបដែរបាទគេអត់ចង់រៀបការគេសុកចិត្តរស់នៅដោយមិនចុះអេតាស៊ីវិលជាមួយគ្នាទេណាបាទមិនដែរសាគីអរគុណលោកពូទាំងពីរដែលបានតែសាគីយល់ថាយ៉ាងម៉េចដែរការបកស្រាយរបស់វាគ្មិនយើងសាគីយល់ស្របទេយល់ស្របខ្លះតែមានចំណុចខ្លះក៏អត់យល់ស្របដែរអត់យល់ស្របត្រណាអត់យល់ស្របយ៉ាងម៉េចហើយយើងមានបញ្ហាអីក្រៅពីហ្នឹងក៏យើងអាចជួយដោះស្រាយបានទៀតដែរណាតើតើនឹងបញ្ហាលើក្រែក្រោមក្រែក្បាលក្រែកតុយក្រែអីក៏ខាងកម្មវិធីយើងនឹងអាចបកស្រាយបានដែរដោយខ្ញុំជម្រាបអញ្ចឹងវាគ្មិនយើងគឺជាសាស្ត្រាចារ្យមហាបរិញ្ញាមហាវិទ្យាល័យសេដ្ឋសាស្ត្រនិងតណ្ហាសាស្ត្រនៃទីក្រុងលងពេជ្របាទអញ្ចឹងសាគីបន្តទៀតមានបញ្ហាសំជើញបាទអស់បញ្ហាបាទអញ្ចឹងអរគុណណាបងអូនសាគីបាទជូនពរឲ្យបងអូនមានសំណាងល្អបាទជំរាបលាបាទលោកវណ្ណៈសូមអង្វែអារម្មណ៍ប្រិមត្តអ្នកស្ដាប់វិទ្យុព្រៃស្ដុកយើងឲ្យជួបជាមួយនឹងបទចម្រៀងមួយបទសិនបន្ទាប់មកយើងនឹងទទួលទូរស័ព្ទជាបន្តទៀតបាទអញ្ចឹងបទចម្រៀងយើងបានរៀបចំជូនប្រិមត្តអ្នកស្ដាប់ហើយហាមថតចម្លងយកទៅផ្សព្វផ្សាយដោយមិនមានការអនុញ្ញាតប្រយ័ត្នជាប់គុកអ្នកផលិតបាទប្រិយមិត្តស្ដាប់កម្មវិធីដោះស្រាយវិបត្តិស្នេហ៍យើងនៅពេលនេះគឺម៉ោង25បាទហើយបទចម្រៀងយើងទើបតែបានស្ដាប់បំបញ្ញមិញគឺមិត្តភ័ក្ដិស្លាប់រស់ច្រៀងដោយលោកឆនសវណ្ណរាជបាទខ្ញុំចង់និយាយថាខ្ញុំខឹងអាបុណ្យរិទ្ធខ្ញុំឲ្យវាបើកមេក្រូនិយាយឯកជនវាទៅបើកមេក្រូតាមរលកអាកាសធ្វើឲ្យខ្ញុំនឹងជេរទៅបកាច់យកតាមរលកអាកាសក្តៅដែរមិនក្តៅបាទលោកសុគាក៏លឺចឹងដែរមិនថាចឹងលោកសុគាក្តៅហ្មងឈួតអីវានឹងឈួតវាអាបុណ្យរិទ្ធបាទហ្នឹងសាំហ្មងបាទឥឡូវនេះយើងសូមបើកប្រព័ន្ធទូរស័ព្ទគឺ012កតុបកចាស់និងផែអាត់ហើយនឹង011ការ៉េ4ផែ7ឥឡូវនេះសូមបន្តជាប្រិមិត្តអាឡូជំរាបសួរបាទសូមនិយាយលឺតិចបាទមានវិបត្តិខ្ញុំសូមនិយាយលឺតិចមកពីណានិយាយខ្សោយបាទខ្ញុំមានវិបត្តិបើតត្រន់ហ្នឹងមកងាប់អីខ្ញុំគិតចឹងដែរលោកសុគាបាទហើយឈ្មោះអីវិបត្តិខ្លាំងណាស់ខ្លាំងឥឡូវនិយាយលឺមើលនិយាយលឺតិចមកនិយាយចឹងប្រព័ន្ធនៅក្រៅខ្ញុំនៅក្នុងទូដាក់ខោអាវណាអូនៅក្នុងទូដាក់អាវទេលោកសុគាអើយបាទមិនបញ្ហាយ៉ាងម៉េចបាទហើយឈ្មោះអីឈ្មោះជ័យហើយមកពីណាជ័យនឹងទូកៅមកពីណាខ្ញុំទូរស័ព្ទនៅផ្ទះខ្ញុំហ្នឹងខ្ញុំមានទៅណាមកណាឥឡូវចៃឯងនឹងមានបញ្ហាដែរប្រាប់មកចារឿងខ្ញុំហ្នឹងគឺថាប្រពន្ធខ្ញុំហ្នឹងលេងលបែងណាមកដល់ផ្ទះនឹងរករឿងខ្ញុំលេងលបែងអីសួរកាត់តិចសិនណាលបែងបៀឬក៏ប៉ោងមកចប់ហ្នឹងជាងលេងណាគេមិនដឹងលេងអីខ្លះបើទៅបាត់ពីផ្ទះខ្ញុំមិនដឹងតែបើខ្ញុំមិនដឹងថាប្រពន្ធលេងលបែងបើដឹងថាប្រពន្ធទៅបាត់ពីផ្ទះប៉ោងក៏លេងតែចង់ដឹងថាមិនដឹងប្រពន្ធលេងលបែងបើទៅបាត់ពីផ្ទះយើងអត់ដឹងផងហ្នឹងខ្ញុំមកទៅលេងលបែងប្រាប់ខ្ញុំថាទៅលេងលបែងនិយាយចុះគេកុហកបានតែជឿដែរខ្ញុំប្តីប្រពន្ធមិនឲ្យជឿគ្នាមិនលោកឯងអញ្ចឹងបាទឥឡូវបន្តទៅទៀតបញ្ហាវាយ៉ាងម៉េចហើយមកផ្ទះរករឿងខ្ញុំនៅផ្ទះហើយមកផ្ទះហ្នឹងរករឿងខ្ញុំដែលខ្ញុំនៅផ្ទះ
ធ្វើមហូបធ្វើអ្វីអ្វីងាប់អញ្ញាអើយអាដឹងប្រពន្ធស្អីនេះប្តីអីប្តីអីប្តីអីនិយាយហ្នឹងប្រពន្ធខ្ញុំទៅដណ្ដឹងគេខ្ញុំប្រុសបាទហើយឲ្យទឹកតែគេហ្មងណាឲ្យថ្លៃទឹកដោះគេហ្មងពេលហ្នឹងស្រុកយើងចំនួនហ្នឹង1000ហ្នឹងកាលនោះពូនស្រីដែរហេកាលមុនការឃើញស្រីដែរដល់តែការហើយមិនដឹងអាម៉េចទៅប្រែប្រួលអញ្ចឹងជួយដោះស្រាយវិបត្តិមើលទេប្រដាប់ប្រដាយហ្នឹងវាស្រីក៏ប៉ុន្តែចរិតអីរឹកបៀហ្នឹងចង់ទៅប្រុសវិញអាម៉េចទេវាពងវាយកលាកាសអីខ្ញុំវាដឹងដែរលោកក៏ប៉ុន្តែខ្ញុំទូរស័ព្ទចូលមកខ្ញុំដូចចង់យប់អត់បាច់អូងាប់ហើយឥឡូវវិបត្តិហ្នឹងវាយ៉ាងម៉េចប្រពន្ធវាយលោកគេអូយលោកសុគីអើយបាទយំហើយបាទយំហើយនេះលោកប៊ុនរិទ្ធបថយសំឡេងខាង caller បន្តិចទៅព្រោះយំឥឡូវហើយបាទជ័យស្ដាប់កម្មវិធីណាជ័យកុំយំអីមកមកដល់ខ្ញុំទូរស័ព្ទវាមិនចូលទេមកចូលមកខ្ញុំទេអបប្រពន្ធវាយជួយម្នាក់ឥឡូវលោកកុំឲ្យគាត់ថាកុំឲ្យយំខ្ញុំសំដល់លោកវាក៏ចង់វាយមែនខ្ញុំលោកជួយខ្ញុំផងខ្ញុំធ្វើមិនបើវាយព្រឹកវាយល្ងាចអញ្ចឹងនេះវាយអីឥឡូវសួរវាយអីវាយគ្រប់យ៉ាងអូគ្រប់យ៉ាងមកវាយនោះទៀតរ៉ែក៏មានដែរលោកអើយអូឥឡូវចុះវាយស្អីនោះមានវាយដែរវាយតែនឹកឃើញចង់វាយវាយស្អីនោះវាយគេលោកសុគាបញ្ជាក់ឲ្យច្បាស់គេលុយជ័យអត់ដឹងណាវាយគឺក្រែហ្នឹងណាអូបាទហើយវាយមួយថ្ងៃប្រហែលដងលើក្រែបាទអាហ្នឹងតែគេមកវាលេងលបាយមិនគេវាយចាវាយក្រែវាយអីរត់ពេលបាយវាយពេលបាយពេលរៀបស៊ីបាយខ្ញុំដែរបានបាយជុំគ្នាในគ្រួសារគួតហ្មងដួសស៊ីមុនហ្នឹងក៏មកវាមកតន់ទៅដួសស៊ីមុនអត់បានទេតែមកឃើញបាយអស់ឆ្នាំហ្នឹងដាំ2ឆ្នាំទៅដាំ2ឆ្នាំអាឆ្នាំមួយដាំកន្លះកំប៉ុងស៊ីក៏ទៅមានដែរលោកអើយក៏ទៅមានងាប់ហើយរកស៊ីអីយើងនឹងចៃឯងនឹងរកស៊ីអីប្រពន្ធទៅលេងលបាយនេះប្រពន្ធទៅលេងលបាយខ្ញុំអត់អីរកស៊ីបើអស់លេងហើយនៅផ្ទះហ្នឹងហើយមានកូនមានអីអត់កូនមានទេកូនមានប៉ុន្តែមិនដឹងកូនណាគេអត់មានកាត់ដល់ខ្ញុំទេមិនសោះមិនបាទវាអត់ស្ដាប់អត់អីខ្ញុំប្រមាណកូនប្រមាណកូន2បាទមកក៏ដូចទាំងពីរមកក៏ដូចទាំងពីរចេះឥឡូវខ្ញុំសូមជូនយោបល់ជ័យកំអាលយំបាទយោបល់ទី1តកតទៅនឹងរឿងកូនណាគ្នានៅក្មេងគ្នាត្រូវមានអនាគតហើយយើងកុំអាលថាកូននឹងមិនមែនកូនយើងមិនមែនកូនគេប៉ុន្តែជំហានដំបូងនឹងកូនពីរនឹងត្រូវយកទៅដាក់វត្តទាំងពីរមិនចឹងកូននឹងបាទឲ្យបានរៀនសូត្រជាមួយសង្ឃបាទកុំឲ្យខលខូចទៅហិតកាវហិតមកសុទ្ធគ្រឿងញៀនអីណាបាទហើយប្រពន្ធនឹងយើងត្រូវតែប្តឹងប៉ូលីសមិនទៅចឹងកុំឲ្យទៅលេងលបែងទៀតអត់ហ៊ានទេយើងត្រូវតែចរចាគ្នាបើលោកឯងខ្សោយតែអញ្ចឹងខ្ញុំក៏មិនដឹងជួយយ៉ាងម៉េចដែរគេថាជួយខ្លួនឯងសិនបានទេវតាជួយខ្ញុំចង់ជួយខ្លួនឯងដល់រហូតនឹងឲ្យតែប្រពន្ធទៅលេងលបែងជួយខ្លួនឯងចង់និយាយ master babe ទេ master babe សិនអាហ្នឹងខ្ញុំមិនចង់និយាយទេខ្ញុំចង់និយាយអារឿងជួយទីកម្លាំងចិត្តជួយពង្រឹងអ្វីដែលយើងយកឈ្នះនៅឧបសគ្គដែលយើងជួបនៅក្នុងគ្រួសារនេះសុភមង្គលគ្រួសារគឺជារឿងសំខាន់ណាស់ណាលោកបាទខ្ញុំដឹងថាសំខាន់ណាស់បើខ្ញុំទូរស័ព្ទចូលមកហ្នឹងបាទអញ្ចឹងហើយខ្ញុំចង់ឲ្យលោកនឹងប្តឹងប៉ូលីសអាជ្ញាធរដែនដីហ្នឹងប្រពន្ធលោកលេងលបាយនៅកន្លែងណាលោកត្រូវតែស៊ើបមិនបាច់ដាំបាយស៊ីទេមួយថ្ងៃពីរអត់មួយថ្ងៃពីរហ្មងបាទអត់អញ្ចឹងខ្ញុំអត់ដែរយើងស៊ីពីសាទៅលោកត្រូវរៀនសំលៀងកបិតលៀងអីទុកយ៉ាងណាយើងមិនកាប់គេទេជាប់គុកប៉ុន្តែយើងត្រូវកំឡាគេលោកណាអូប្រពន្ធខ្ញុំតែសំលៀងកបិតអត់បានទេបាទលោកត្រូវចេះសំលៀងកបិតពេលដែលគេលេងលបាយបាត់ហ្នឹងយើងមានកបិតមានដបងលាក់ឲ្យមើលតែមិនត្រួលយាដាក់តែម្ដងប៉ុន្តែយើងកុំកាប់គេប្រយ័ត្នជាប់គុកណាបាទប៉ុន្តែបញ្ហារបស់លោកនេះខ្ញុំគិតថាมันមានបញ្ហាអីទេតែប្តឹងមេឃុំប្តឹងអីហើយលោករៀបការប្រហែលឆ្នាំហើយបាទមេឃុំហ្នឹងត្រូវជាឪក្មេងខ្ញុំហ្នឹងបាទអូបាទឥឡូវលោករៀបការប្រហែលឆ្នាំហើយការមកវា7ឆ្នាំហើយមានសម្បត្តិអាពាហ៍ពិពាហ៍ទេសម្បត្តិអាពាហ៍ពិពាហ៍ណាបើប្រពន្ធទៅចោះហ្នឹងគេមិនព្រមចោះជាមួយខ្ញុំផងលោកមើលទៅដូចស្រឡាញ់ប្រពន្ធខ្លាំងណាស់លោកសុភាលោកជ័យនេះបាទលោកជ័យនេះបាទជ័យទាំងផុយហ៎បាទអញ្ចឹង
មិនទៅគេលែងខ្ញុំហ្នឹងខ្ញុំមិនដឹងទីពឹងអីទេក៏មើលទៅជ័យដូចជាមានវិបត្តិគួរធ្វើយ៉ាងម៉េចលោកជ័យសុកចិត្តទ្រាំរស់នៅក្នុងគំនាបបែបនេះហើយលោកស្រឡាញ់ប្រពន្ធដោយមិនមានការកែប្រែហើយចង់ឲ្យគេផ្លាស់ប្ដូរអិរិយាបថផ្លាស់ប្ដូរការគិតទេចង់នោះវាចេះតែចង់ហើយលោកមានវិធីទេសម្រាប់ខ្លួនលោកវិធីស្អីទេមកគេវាយឡើងវាយឡើងទ្រោមไว้ហ្នឹងវាយឡើងទ្រោមសូម្បីតែនិយាយទូរស័ព្ទហ្នឹងក៏ចេញពីក្នុងទូអញ្ចឹងដំណើរទៅមុខលោកគិតថានឹងទូទ្រាំអញ្ចឹងរហូតឬក៏យ៉ាងម៉េចដែរបាទខ្ញុំមិនដឹងទេសូមលោកជួយផ្ដល់ជាយោបល់ខ្ញុំមកខ្ញុំគិតថានេះគឺជាការសម្រេចស្វ័យសម្រេចរបស់លោកបើសិនជាលោកទី1លោកស៊ូទ្រាំគឺលោកទ្រាំអញ្ចឹងធ្វើតែត្រន់យ៉ាងនេះទៅណាប្រយ័ត្នប្រពន្ធខ្ញុំអត់ទាន់បាទទី2បើសិនជាអត់ទាន់បើលោកទ្រាំមិនបានទេលោកទៅប្តឹងប៉ូលីសបើមេឃុំឲ្យក្មេកទៅប្តឹងចៅសង្កាត់ឬក៏ចៅវាយស្រុកអីចឹងវិញណាចៅសង្កាត់ស្អីព្រោះគ្មានលុយគ្មានអីផងទៅប្តឹងហ្មងលុយគេណាទូរស័ព្ទទៅអូខេទូរស័ព្ទទូរស័ព្ទតែមកលក់យកប្តឹងទៅអូខេឥឡូវចេះលោកវណ្ណៈខ្ញុំសូមជូនខ្លីដើម្បីកុំឲ្យបញ្ហានេះវាជាបញ្ហាយ៉ាប់យ៉ឺននៅក្នុងកម្មវិធីយើងបាទចាំថ្ងៃណារលួយបានណាចាំទូរស័ព្ទមកហើយការងារក្រុមការងារកម្មវិធីដោះស្រាយវិបត្តិស្នេហារបស់យើងនេះនឹងជួយដល់លោកណាលោកណាខ្ញុំប្រពន្ធខ្ញុំវាយខ្ញុំទៀតទេចឹងបើថាមិនកើតទេលែងចោលមកខ្ញុំបានណាលែងចោលខ្ញុំបានណាលោកចុះគេយើងធ្លាប់ជួយខ្លួនឯងទៀតទៅលែងចោលមកចឹងលោកចឹងមានតែវិធីហ្នឹងអញ្ចឹងលោកបាទមានតែប៉ុណ្្នឹងឯងបាទជួយតែប៉ុណ្្នឹងជួយឲ្យបានទេព្រោះបញ្ហានេះវាស្តៀងនឹងបញ្ហារបស់ខ្ញុំហើយខ្ញុំវាដឹងទៅគុណលេងតែលបាយអញ្ចឹងអរគុណអញ្ចឹងជម្រាបលាលោកបាទមិនបាទមិនទៅលែងប្រពន្ធខ្ញុំហ្មងលែងមិនថាទ្រាំមិនបានលែងលោកមានជំរឿច្រើនចង់លែងអត់ខ្ញុំចង់កាត់ទៅលោកគេថាខឹងល្មមចេះទ្រាំបន្តហើយតែខឹងដល់ក៏ឲ្យក្តោដល់ចេញបាទអត់ហ៊ាននេះគឺជាសុភាសិតល្អមួយដែរបាទអញ្ចឹងលែងមកខ្ញុំទៅលែងចឹងជំរាបលាលោកបាទលាអរគុណបាយដល់លេងអូនឲ្យមានសេរីភាពទៅវិញទៅណាបងណាព្រោះពេលវេលាគង់តែជាឱសថដ៏ស័ក្តិសិទ្ធិសម្រាប់ព្យាបាលរបួសដួងចិត្តបងជាមិនខានតើបងខំអ្វីបានស្រីសំលែងមកពីជីវិតយើងមិនចុះសម្រងគ្នាទេជាឆាក់កំប្លែងឬជាក្តីពិតបើផែនដីមិនវិលប្រហែលគួរឲ្យសង្ស័យខ្លះប្រាថ្នាវិមានទ្រង់មានឧក្រិដ្ឋបំផ្លាញទ្រនំជីវិតអូនណាយយើងធិនក្នុងភូមិងឹតអើយកុំសូនសាញពេកងឹតស្អីមិនចុចកំតាក់ភ្លើងឬគេផ្ដាច់អត់លួចបងឲ្យអើនេះសេអាសំឡាញ់អើយទុកកុំសត់ម្លេះស្ដាប់ហើយបេះដូងគ្នាស្ទើរពាំងប្រេះមិនគួរឡើយសោះត្រូវគេដោះដៃគេមិនប្រណីដាច់ក្តីមេត្តាវិការគ្រួតគ្រៀតសោកស្ទិតណែនទ្រូងយើងឯងត្រូវរួមយកក្លើមប្រមាត់វិញ្ញាណរស័ក្តិសសម្បកខ្លួនមិនហ៊ានពួនលះនៅចង់បាញ់ចិត្តឲ្យដឹងការពិតស្រីនៅមិនអាណិតមិនដឹងចិត្តនាងគិតធ្វើយ៉ាងណាឬមួយឯងនេះវាមិនបានការប្រព្រឹត្តស្រីស្រាលបែងឲ្យនាងអស់ចិត្តតើបងខំអ្វីបានស្រីសំលែងទុកជាត្រូវឬល្អទាំងអស់ក៏ត្រូវតែបែកគ្នាដែរទូស្រាស្រីល្បាញខ្ញុំឥតប្រអើយបានហើយធ្វើរឹកបរិសុទ្ធដូចនៅក្នុងប្រឡោមលោកអញ្ចឹងណោះបញ្ជាក់ក្តីស្នេហ៍បរិសុទ្ធពិតគោរពសរសើរអាណិតអង្វរធ្នមចិនឥតឲ្យមានមកវត្តថ្នាក់ធ្នមអីធ្វើដូចជាទុនជេរម៉េចបើតាមមនុស្សឯងមានល្អជាទេនឹងគួរនាងរេទៀមជាបែកបាត់ពាក្យថាស្នេហាតែតែមានឧបសគ្គប៉ុន្តែឧបសគ្គត្រូវតែមានហេតុផលជាមួយមកពីឯងនេះមិនដែលងឿងឆ្ងល់មិនដែលគិតខ្វល់ដល់រឿងលើក្រែបាននាងតែទៅរកអ្នកថ្មីឬអាវុធឯងវាតម្លៃឬឯងមិនចេះឆ្នៃរកក្បាច់ផ្លែកឬអាវុធឯងវាខ្សោយដំរែកវាលែងទល់មេឃដូចនាងធ្លាប់គិតឬវាទុនដូចជាផលិតត្រូវថ្ងៃដូចជាចាខ្វៃដែលស្រោបពូនធ្វើឲ្យរូបស្ងួននាងសង្ឃឹមទឹកមុខលែងញញឹមដូចកាលគ្រាមុនគួរជុនគិតចង់បែកបាយគុំសុំលែងប្តីប្តីសូមអង្វរកុំតប៉ែពេកថាទេហើយគឺត្រូវតែទេក
ុំធ្វើចិត្តថ្មសាហាវឬស្យា មិនមែនថ្មទេគឺជាដៃថែបពិតៗហ្មង បាប្តីអូនថ្មីគេមិនករណាវិលមកចិនធ្លាប់មេត្តាទ្រនំកំព្រាបើកទ្វារជានិច្ច ខ្ញុំមិនដែលភ្លេចលេខទូរស័ព្ទរបស់បងឯងទេកុំដូរលេខអសោះណា អូនសម្លាញ់ ម៉ាក់ឯងចិត្តស្មោះសរពិតចិត្តដូចកងរៃនៅក្នុងរឿងព្រេងទោះនាងបែកឆ្វេងឯងនៅតែស្នេហ៍អស់អោក្តីស្នេហ៍ពេកតែឈឺចាប់ចិត្តតែស្ទើរស្លាប់ពេករងគ្រោះមនុស្សដែលស្មោះអូនតែជាក្បត់ហើយមនុស្សដែលក្បត់អូនតែជាស្មោះ វិទ្យុព្រៃស្ដុកមានកម្មវិធីគ្រប់គ្រឿងកុំភ្លេចស្ដាប់អើយ ស្ដាប់វិទ្យុយើងលយមែនណាអាណិតណាខ្ញុំមិនដឹងថាបើសិនជាយើងមិនដឹងថាលោកជ័យនឹងគាត់ធ្វើបុណ្យនេះខុសទេលោកសុគាប្រាថ្នាចង់ជួបមនុស្សស្រីមិនដែរបាទខ្ញុំចង់សួរពីលោកសុគាមុន អាម៉ាល់តិចចេះជួយបានទេបាទឥឡូវកុំពិភាក្សារឿងយើងនាំឲ្យអ្នកស្ដាប់គិតថាយើងមានប្រពន្ធបាទឥឡូវជួបជាមួយនឹងប្រិមិត្តចុងក្រោយប្រហែលជាមានពេលតែ2នាទីទេបាទនឹងខែបាទ សូមអញ្ជើញប្រិមិត្តចូលមកលេខ012បាទកតឹបប្រចាស់និងផែអាត់ជំរាបសួរចុយឯងមានរឿងអីឯងចូលមកឯងមានរឿងអីឯងនិយាយមកឯងមានបាត់អីបញ្ហាអី បញ្ហាចូលមកកើសោច បាទមុនរត់បាត់ទៅនេះឲ្យឆ្លងចូលស៊ីយោសុំជើញមានរឿងអីឯងមានរឿងអីឯងមិនដល់ទីគេខឹងណាចាគេខឹង ព្រៃមកអ្នកស្ដាប់យើងក៏ពោះស្ដាប់លោកខឹង ចុយឯងចេះចូលមកបណ្ដាអញ ចាពីដែរហ្នឹងមកបណ្ដាឯងនៅប៉ុស្តិ៍អីនោះ ចុយមើលនេះ ឯងនេះព្រៃស្ដុក ព្រៃស្ដុកណាប៉ឯងចេះស្គួត មើលអាខ្នែមើលលេខទូរស័ព្ទវាមែន អូចុយមកលេខទូរស័ព្ទនេះ016 900ម៉ានេះលេខទូរស័ព្ទឯងប្រាប់ទេ151 ចុយមើលឲ្យឆ្លើយនេះឯប៉ឯងហ្នឹងប៉ុស្តិ៍អីអាពីនេះព្រៃស្ដុកចុយឯងមានវិបត្តិអីអត់ឯងអត់វិបត្តិទេចូលមកចូលមកងាប់អីចេះចូលមកជេរអញ្ចឹង ចុយអានេះឆ្លើយមែនចុយហើយជេរសើចុយជេរសើចចុយមើលវាងោតាកអញ្ចឹងបានណាកម្មវិធីយើងចប់មកចាហើយចង់មានរឿងអីទៀតនិយាយអត់មានបាត់ទេឲ្យបាត់អញជួបប្រិមិត្តទៀតបាច់ទេជាប់មកអញជិលជួបមកហ្នឹងចេញណាចេះបាទលាជូនពរសុខភាពល្អអើយI'm gonna break the cycle